nhưng chưa tha bởi nhâm cà phê pena nhâm mong phẩm hán nhâm ở cả ấy từ bóng ổ đó khi đăng cho bác miền tên phê đầy nhâm cà phê pena ở rõm dương riêng say nhiên cầm lang sân thầm trong nhâm ba gì chả đại sát tại phê đầy nhâm cà phê ta trên cà phê nước việt tổ đạp ở môn cọc tí số ở việc thực cao vì riêng ở việc miền cầm lang còn cái bờ sân thì nhâm đô pena vẫn kia chả ăn miền bóng ổ na đăng cái mà từ rồi còn đăng đáy chui bạc hòn ngày ní đẹp cụ sẽ bao mà trong chay được lấy pi vị thi nó không ca nhâm đô này bóng ổn xua tha nhâm đô cái nhâm pena nhâm từ bạc quạt bè ót nhâm từ viên miền phal bạc quạt lấy sen ót bờ sân chỉ dương nhâm ót ban nhâm bay được chẹtមកពីគេអីចឹងបបងប្អូនអរគ្នាដូងគឺជាផ្លែឈើមួយដែលបរិសុទ្ធគេយកដូងផ្លែព្រះព្រោះទឹកដូងគឺជាទឹកបរិសុទ្ធហើយនៅក្នុងទឹកដូងនេះវាមាន ingredient ឬក៏ប្រភេទវីតាមីនជាច្រើនចម្រុះដូចជាសារធាតុអេឡិចត្រូឡៃប៉ូតាស្យូមអូយ៉ូវាជួយរាងកាយយើងបានល្អខ្លាំងមែនទែនជាពិសេសអ្នកដែលគាត់អស់កម្លាំងចង់ស្ដារស្ថានភាពសុខភាពអ្នកដែលបាក់កម្លាំងរហិតរហៃទៅងើបពីឈឺរាករូសដែលបាត់បង់ជាតិទឹកគឺបងប្អូនអាចញ៉ាំដូងបានហើយវាជួយសុខភាពបានខ្លាំងហើយបើសួរថាញ៉ាំពេលណាក៏ប៉ិតដែរញ៉ាំពេលណាក៏បានដែរដូងនោះចាតែបើសិនជាអ្នកឈឺកាពះលើកទឹកចិត្តឲ្យញ៉ាំបាយហើយចាំញ៉ាំទៅហើយកុំញ៉ាំដូងដែលចាស់ព្រោះដូងចាស់នោះវាមានសារធាតុរៀងច្រើនទៅពេលញ៉ាំទៅវាអាចឲ្យយើងភើចឹងខ្ញុំមានអារម្មណ៍ថាញ៉ាំទៅអត់ស្រួលទេការប៉ិតបើសិនជាបងប្អូនញ៉ាំជាមួយនឹងអាហារបដៅញ៉ាំបដៅទៀតគឺវាជួយតាំងពីជាតិស្ករវាមានសារធាតុចិញ្ចឹមញ៉ាំទៅគឺមានកម្លាំងស្វាងចេះហ្មងហើយទឹកដូងនោះក៏វាមានគេហៅថាសារធាតុរីករាយនៅក្នុងនោះដែរបងប្អូនញ៉ាំហើយគឺបងប្អូនរីករាយហ្មងពេលដែលបងប្អូនញ៉ាំទៅគ្រប់សរីរាង្គនៃរាងកាយរបស់យើងវាបានញញឹមរីករាយហ្មងដូចយើងបានបញ្ចូលនៅសារធាតុដែលកាយកំពុងទៅកាប់ចូលផ្លុកហ្មងចុះខាងក្នុងនេះវារីករាយហ្មងព្រោះមិនមែនជាគ្រឿងដែលទៅបំផ្លាញសុខភាពទេនេះគឺជាគ្រឿងដែលទៅស្រោចស្រពសុខភាពចឹងញ៉ាំតែមួយផ្លែគឺបងប្អូនឲ្យកណ្ដោពិសេសខ្លាំងមែនតើទៅរាងកាយរបស់ខ្លួនឯងបើមិននិយាយជក់នឹងការញ៉ាំកាហ្វេសូមបដូរញ៉ាំកាហ្វេមកញ៉ាំដូងនៅម៉ោងវេលាហ្នឹងមើលអាចចំណេញបានទាំងលុយអាចជួយទាំងសុខភាពអាចព្យាបាលទាំងជំងឺទៀតអូខេចឹងអរគុណច្រើនពីអ្នកគ្រូសៃប៉ៅកុំភ្លេចណាស្រាប់វីដេអូនេះឲ្យអ្នកណាចូលចិត្តកាហ្វេដូងមកញ៉ាំដូងផងព្រោះដូងហ្នឹងដូងតាយើងដាំទុកឲ្យយើងមិនសុកទុកបានទេណាមិនតាមមួយឆ្នាំពីរឆ្នាំខ្លះចឹងកុំភ្លេចណាញ៉ាំដូងដើម្បីមានមោទនភាពអរគុណដល់កូនដល់ដូងតាដែលខំដាំដូងទុកឲ្យយើងញ៉ាំចង់ឲ្យកូនចៅសុខភាពល្អ